ថ្ងៃនេះខ្ញុំនឹងមកធ្វើការចែកចម្លែកបន្តទៀតពេលនេះទៅលើប្រធានបទដែលខ្ញុំធ្វើការប្រៀបធៀបរវាងការឆបោកនៅត្រង់ផ្នែកទី1ចំពោះទី2ការឆបោកនៅអំពើបាក់ផែលដែលមានចែងក្នុងក្រមព្រហ្មទណ្ឌមានកំណត់នៅត្រង់មាត្រា377ក្រមព្រហ្មទណ្ឌដែលនិយាយអំពីនិយមន័យនៃការឆបោកដោយខ្ញុំនឹងលើកភាពខុសគ្នារវាងការឆបោកនៅត្រង់មាត្រា377ក្រមព្រហ្មទណ្ឌនេះជាមួយនឹងការឆបោកនៅត្រង់មាត្រា347ក្រមរដ្ឋបវេណីតើវាខុសគ្នាមិនជាក់ស្ដែងនៅក្នុងមាត្រា377ក្រមព្រហ្មទណ្ឌនិយមន័យនៃការឆបោកអំពើឆបោកគឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភលើឋានៈពិតប្រាកដឬដោយប្រើឧបាយកលទុច្ចរិតហើយដូច្នេះទទួលបានពីបុគ្គលនេះដែលនាំឲ្យខូចប្រយោជន៍របស់បុគ្គលនេះឬរបស់តន្ត្រីជននៅ1ការប្រគល់មូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយ2ការផ្គត់ផ្គង់សេវា3ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ចឬជាការឲ្យរួចផុតពីកាតព្វកិច្ចជាក់ស្ដែងនៅក្នុងមាត្រា377ក្រមព្រហ្មទណ្ឌនេះគោលបំណងនៅក្នុងមាត្រា377គេនិយាយអំពីចេតនារបស់អ្នកឆបោកហ្នឹងគាត់ប្រើសកម្មភាពក្លែងបន្លំប្រើសកម្មភាពតែធ្វើឲ្យជនរងគ្រោះនោះខូចប្រយោជន៍បាត់បង់ប្រយោជន៍របស់ខ្លួនណាដូចមានកំណត់ចាប់ពីចំណុចលេខ1ដល់ចំណុចលេខ3ជួនកាលរូបភាពអាចថាគាត់បង្ហាញអត្តសញ្ញាណមិនពិតប្រាកដគាត់បង្កើតជាគណនីខ្លែងអញ្ចឹងទៅឧទាហរណ៍ឬក៏គាត់ធ្វើការអះអាងដោយប្រាប់គេថាគាត់នឹងជាអ្នកនេះអ្នកនោះអញ្ចឹងទៅឧទាហរណ៍ដោយគោលបំណងរបស់គាត់ទី1ហ្នឹងចំណុចទី1គឺការប្រគល់មូលនិធិការប្រគល់មូលនិធិកន្លែងនេះនៅក្នុងន័យច្បាប់គឺសំដៅទៅដល់ទំហំទឹកប្រាក់ដែលមាននៅក្នុងគណនីរបស់ជនរងគ្រោះឬក៏តម្លៃនៃទ្រព្យសម្បត្តិផ្សេងទៀតដែលមានចរិតលក្ខណៈជាអេឡិចត្រូនិកជា data ដល់ទៅពេលពាក្យថាតម្លៃកន្លែងនេះគឺសំដៅទៅដល់ឯកសារលិខិតស្នាមដែលអាចផ្លាស់ប្ដូរដែលអាចគិតជាប្រាក់បានឧទាហរណ៍ដូចជាមូលបទានបត្រឧទាហរណ៍ដូចជាប្លង់លិខិតបញ្ជាក់អត្តសញ្ញាណជាដើមចឹងទៅដែលត្រូវបានយកទៅប្រើប្រាស់អាស្រ័យទៅតាមកម្មវត្ថុដែលចារីនោះនឹងយកទៅប្រើប្រាស់ដើម្បីទទួលបាននៅតម្លៃតបនេះឯពាក្យថាទ្រព្យសម្បត្តិនៅក្នុងន័យនេះគឺយើងសំដៅទៅដល់ទ្រព្យតែមានចរិតលក្ខណៈជាសត្យានុមត្តកន្លែងនេះគឺសំដៅលើអីគេសត្យានុមត្តកន្លែងនេះសំដៅទាំងទៅលើចលនវត្ថុនិងអចលនវត្ថុឧទាហរណ៍ឡានម៉ូតូកុំព្យូទ័រដីធ្លីផ្ទះសម្បែងជាដើមហ្នឹងទៅអាហ្នឹងឬក៏មិនអញ្ចឹងទេ
ចារីហ្នឹងគាត់ប្រើអត្តសញ្ញាណខ្លាយរបស់គាត់ហ្នឹងនៅក្នុងគោលដៅដើម្បីឲ្យជនរងគ្រោះបំពេញសេវាជនរងគ្រោះនៅក្នុងន័យនេះអាចជារូបវ័ន្តបុគ្គលឬក៏នីតិបុគ្គលឧទាហរណ៍ថាគាត់អះអាងថាគាត់ហ្នឹងហើយអ្នកដែលបានកំងទិញណាបានកក់សមុទ្រយន្តហោះអញ្ចឹងទៅឧទាហរណ៍រួចហើយភ្នាក់ងារលក់ហ្នឹងគាត់អត់បានចាប់អារម្មណ៍ដោយសារតែគាត់ចាញ់ឧបាយគាត់ក៏បានបកគលណាសមុទ្រយន្តហោះអញ្ចឹងទៅឧទាហរណ៍អានឹងជាសេវាកម្មដល់ពេលចំណុចលេខ3គេនិយាយអំពីការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ចនឹងខ្ញុំសូមញែកវាជា2លក្ខខណ្ឌកន្លែងនេះស្អីទៅជាការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ចឧទាហរណ៍ថាគាត់លើកឡើងដោយធ្វើការអះអាងថាគាត់នឹងឲ្យជាអ្នកដែលត្រូវមកធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នកដែលជាប់អំណុលនឹងអញ្ចឹងទៅរួចហើយដោយតម្រូវឲ្យអ្នកជាប់អំណុលហ្នឹងទៅសេលិខិតថាបានសងប្រាក់គ្រប់ចំនួនអញ្ចឹងទៅហើយជនរងគ្រោះដែលជាអ្នកជាប់អំណុលហ្នឹងគាត់បកគលប្រាក់ទៅឲ្យតែការពិតបុគ្គលហ្នឹងមិនបានទទួលសិទ្ធិពីម្ចាស់បំណុលឬក៏មិនមែនជាម្ចាស់បំណុលទេដល់ពេលមួយទៀតការធ្វើលិខិតដែលមានតម្លៃជាការឲ្យរួចផុតពីកាតព្វកិច្ចឧទាហរណ៍គាត់បានលើកឡើងដោយសរសេរបញ្ជាក់ថាឥឡូវដោយសារតែណែបានសងប្រាក់គ្រប់ចំនួនហើយអញ្ចឹងខាងក្រុមហ៊ុនឬក៏ខាងធនាគារមិនសម្រាប់ប្តឹងផ្ដាល់ឬក៏បន្តនីតិវិធីបន្តទៀតទេហើយឲ្យជនរងគ្រោះនោះដិតមេដៃតាមពិតវាមិនមែនផងវាគ្រាន់តែជាការប្រើនៅល្បិចដើម្បីទទួលបានផលប្រយោជន៍ហ្នឹងសម្រាប់លក្ខខណ្ឌទី1សម្រាប់លក្ខខណ្ឌទី2គេនិយាយថាអំពើឆបោកគឺជាអំពើបន្លំចំពោះរូបវ័ន្តបុគ្គលឬនីតិបុគ្គលណាមួយដោយប្រើឧបាយកលទុច្ចរិតហើយបានទទួលពីបុគ្គលនេះដែលនាំឲ្យខូចប្រយោជន៍របស់បុគ្គលនេះឬតតិជនកន្លែងហ្នឹងមានន័យថាជួនកាលបុគ្គលហ្នឹងគាត់មិនបានប្រើអត្តសញ្ញាណខ្លែងរបស់គាត់ទេគាត់បង្ហាញការពិតនៅក្នុងនោះឧទាហរណ៍ថាជាមនុស្សដែលស្គាល់ហើយជាមនុស្សដែលរាប់អានគ្នាអញ្ចឹងទៅអញ្ចឹងក៏សម្រាប់បកគលលុយបកគលកាក់ហើយគាត់ទៅទិញដីទិញធ្លីអញ្ចឹងទៅតែការពិតទៅគាត់អត់បានទិញដីទិញធ្លីទេណាប្លង់ដីនោះប្លង់ខ្យល់ជាដើមអញ្ចឹងទៅឃើញទេដែលវាធ្វើឲ្យខូចប្រយោជន៍នេះនឹងមានរូបភាពផ្សេងទៀតដូចមានកំណត់ត្រង់ចំណុចលេខ1ដល់ចំណុចលេខ3អានេះជាចំណុចចាំបាច់ខ្ញុំគួរបញ្ជាក់ដែរថាចេតនាទុច្ចរិតរបស់ចារីនៅត្រង់មាត្រា377នេះវាមាន3ចំណុចតែគប្បីត្រូវធ្វើការវិនិច្ឆ័យទី1ក្រោមរូបភាពនៃការចូលមកធ្វើការទំនាក់ទំនងទី2ការធ្វើឲ្យទុកចិត្តទី3ការដកហូតការទទួលយកបាននៅរបស់មូលនិធិតម្លៃឬក៏ទ្រព្យសម្បត្តិណាមួយការផ្គត់ផ្គង់សេវាការបង្កើតលិខិតដែលចងជាកាតព្វកិច្ចឬឲ្យរួចផុតពីកាតព្វកិច្ចជាដើមហើយអានឹងវាស្ថិតនៅក្នុងចេតនារបស់ចារីដោយចារីបានដឹងអំពីគោលដៅថាខ្លួនចង់បានអីពីខាងដើមនេះជាចំណុចចាំបាច់ដែលនៅក្នុងពាក្យប្រាំងកន្លែងនេះគេប្រើថាcertain manner fraudulence នេះមានន័យថាវានៅក្នុងរចនាសម្ព័ន្ធនៃការគិតនិងគម្រោងផែនការរបស់ចារីរួចហើយអំពីគោលដៅដែលត្រូវសម្រេចបាននេះជាចំណុចដែលយើងគប្បីត្រូវពិចារណាអញ្ចឹងសកម្មភាពបែបនេះវាធ្វើឲ្យវាប៉ះពាល់
một phần này cứ việc bác bố từ đó tầm lấy trọp sầm bát bị tại cái phòn nó bảo cho nông cụ một phần này chỉ việc bác bố thôn có đó sản đắp nó xả thì đã tạm dạ bọn mới đi lớn nữa nó p đại phải trai cả vị trí vị chuyên lươn tới ca cho bọc ní có thời bán bọc tam bậc bốn phải trai cả vị trí đấy đó cái tham thiệt môi thiết cứ on rạ cam tam là dạ bậc bốn internet tam dạ tủ sạp tam dạ email tam dạ platform xem không chế tận ở chân ruộng cừu ní trôi từ không tệ rồi bỏ trả rồi ủ thọ rồi còn bà cao nhà mail mùi mà hay là chân ruộng cừu còn chạp ở đó còn cho châu linh năng tới sẽ phải tân đấy bà quán thử bán trả rồi bà mô thằng đó rồi lái bà dương mơ là không miệt ra bay rồi xài sụp bờ vinh bay rồi xài sụp bờ có đòn đọt về ní kim xông dây sang khai tạm đòn thế đừng cái nông đó vì cái cầm đắp bay lẹ hẳn ca bằng hai ca cho bọc đi cứ sầm đau từ đó ca bằng hai chăn tẹm bật tại cái nông pizza parang cái bờ bịa thá manipulation cái lái này miền này tầm mấy miền này tha nè đại quật bắt đầu ca vô prom đó nghe quật bắt đầu nơi bài đại chuyện là bạch tại là bạch bọc quật nó nơi không cố đại đậm bấy từ túi ban nơi tùm nè tùm nó cái tệ dốt nơi không cây sầm già luôn bởi về số đáp miền này tha đậm bấy từ túi bán ca prom prieng đậm bấy từ túi bán ca vô prom bị phía kia mà hàng tiền nơi không ca cho cây sầm già về ai cào tùm rung rồi cả rụp hiệp đội quật bản đăng vì bỏ miền chạy lẹ nào môi và ai từ lứa quật thộ đây chỉ cảm thấy cái sân giá hơi có vận tải quật mình bán và hai prap tập hiện khi mà hàng tiền ông thì họ thà quật tình làn cho hay nè lũ nắng quật ở bán phèp quật đăng thà lan và quật nó miền vì cả đã vận tải quật bán phèp vì cả đã đang tê rồi thọ ta cạn đây đây thli cho thả đây bạc quạt nữa vì chọp long đây từ này kia chọp bị bật tay có bàn tay con bán phèp nè tinh thì chỉ cả bằng hai chân tạm bất phù để xa quạt bà róm khai thá np đây nè tinh đắng nè tinh nâng mấn phồm tiếng tinh đây quạt thì hay hủ phiệp xanh tiếtไปคลาเขาวิอาchỉ cả room chấm nái tam là dạ là bách tam dạ cả trầu room bị tạ tay chun mình này ta trầu room bị phía kỹ đấy mình mến chỉ nè nó không có sẵn giá năng tê ủ thọ tinh đây chứ nè cục chế đây chạ score như thế thơ ói là tính tình nè anh đang cùng học khá có vì cao tranh biểu việc bài này đây còn bàn tay này không đúng ạ bởi dân gì ấy mà mặt ở khơi tới thà cả cho bao được không có đòn rật bảo vệ ní sầm đáy thấm tái cái da này ca bằng hai ca vô prom mùi đòi mặt bán bằng hai phí chăn tệ bật bật ta phần năng thì mình đây là thua ở phía kia mà hàng tiền đó vô cho lắm cất cho lắm miền ca phòn cho lắm hỏi bán prom riêng được không cá chốt cái chân giá mình thấy cái nước nông phải chạy cái sáp cái tệ dốt tha prom riêng này không cá bằng cao tầm nè nông cái tệ dốt nổ tại vì copy prom mà toán nóไปได้ยังยังปีกาชอบbao promกรอม prom toán chỉ เจตนาปีขังดาว chỉ เจตนาโดยប្រើก็ละបិចទុច្ចរិតរបស់ចារីដែលដើម្បីទទួលបាននៅរបស់វត្ថុទ្រព្យផ្សេងការទទួលបានការផ្គត់ផ្គង់សេវាឬក៏ការបង្កើតលិខិតស្នាមផ្សេងដែលចងជាកាតព្វកិច្ចឬក៏មិនចងជាកាតព្វកិច្ចអញ្ចឹងអានឹងដើម្បីធ្វើការបែងចែកឲ្យបានច្បាស់លាស់តើយើងកំណត់តើស្អីទៅជាគោលបំណងនៅក្នុងមាត្រា377តើស្អីទៅជាគោលបំណងនៅក្នុងមាត្រា347នៃក្រមរដ្ឋប្រវេណីនេះហើយភាគក្រោយទៀតខ្ញុំនឹងធ្វើការប្រៀបធៀបចំណុចខុសគ្នារវាងការឆបោកនិងការរំលោភទំនុកចិត្ត
បាទអរគុណ